មើលនេះសិនមើលសិនថាវារបស់ដើមត្រសក់នេះស្អាតប៉ុណ្ណាហើយខ្ញុំចង់ឲ្យអ្នកយកចិត្តទុកដាក់លើព័ត៌មានមួយសំខាន់ណាស់វិធីសាស្ត្រនេះទទួលបានការលាបទឹកតែម្ដងប៉ុណ្ណោះអ្វីដែលនៅសល់គឺជារឿងសម្ងាត់ដែលខ្ញុំនឹងបង្ហាញអ្នកក្នុងវីដេអូនេះវិធីសាស្ត្រនេះគេហៅថាវិធីសាស្ត្រសាហារាវីដែលជាបច្ចេកទេសប្រពៃណីនៅតំបន់ដែលស្ទើរតែមិនមានសំណើមទេប៉ុន្តែពួកគេនៅតែអាចឲ្យរុក្ខជាតិដុះរូបបានយ៉ាងអស្ចារ្យថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកជាដំណាក់កាលដើម្បីឲ្យអ្នកអាចរៀនបាននិងទទួលបានជោគជ័យយ៉ាងពេញលេញទោះបីជាអ្នកមិនមានពេលវេលាទោះបីជាអ្នករស់នៅក្នុងអាកាសធាតុស្ងួតណាស់ឬចង់ចម្លងដើមផ្លែឈើដែលអ្នកមិនចង់បាត់បង់ក៏ដោយវិធីសាស្ត្រនេះល្អឥតខ្ចោះព្រោះវាត្រូវការថែទាំតិចណាស់ហើយផ្ដល់នូវអត្រាជោគជ័យខ្ពស់បំផុតជាមួយប្រព័ន្ធនេះអ្នកអាចទទួលបានច្បាប់ចម្លងដូចគ្នានៃដើមឈើរបស់អ្នកដូចជាដើមអេចឹងដើមក្រញូដើមប៉ោមឬអ្វីក៏បានដែលអ្នកមាននៅក្នុងចំការសួនបន្លែឬសួនផ្ទះរបស់អ្នកឥឡូវនេះយើងទៅមើលសម្ភារៈដែលត្រូវប្រើសម្រាប់វិធីសាស្ត្រសាហារាវីយើងត្រូវការសម្ភារៈតិចណាស់ដីខ្មៅឬដីព្រៃឬខ្សាច់មួយណាក៏បានទាំង3នេះកែវបោះបង់ឬធុងតូចមួយកាំបិតកាត់ឬកាំបិតស្លាបព្រាប្រដាប់មួយដែលមាំមួនខ្សែបិទខ្សែចងឬខ្សែស្រួយសម្រាប់ចងអាកូតហើយសម្រាប់គ្រប់វាអ្នកអាចប្រើក្រណាត់ដូចដែលជនសាហារាវីធ្លាប់ប្រើបែបប្រពៃណីឬប្រើផ្លាស្ទិកខ្មៅដែលអាចរក្សាសំណើមបានល្អណាស់ហើយបន្ថែមទៀតត្រូវមានដុំអាឡូវេរីតូចមួយមិនចាំបាច់ប្រើស្លឹកធំទេប្រើស្លឹកតូចមួយក៏គ្រប់គ្រាន់ហើយយើងកាត់ដុំអាឡូវេរីតូចមួយហើយយកជែលខាងក្នុងចេញផ្នែកខ្លះយើងចិញ្ច្រាំវាឲ្យល្អិតតូចជាមួយកាំបិតនៅក្នុងចានមួយយើងលាយអាឡូវេរីនោះជាមួយដីព្រៃឬខ្សាច់ការលីត្រូវឲ្យសាមទន់ប៉ុន្តែមិនឲ្យជ្រាបទៅពេកការលីនេះមានមុខងារចម្បងពីរយ៉ាងរក្សាឲ្យមានសំណើមរយៈពេលសប្តាហ៍ដោយមិនចាំបាច់ស្រោចទឹកបំបត្តិមេរោគដោយធម្មជាតិនិងផ្ដល់អរម៉ូនរុក្ខជាតិធម្មជាតិដែលជួយឲ្យដើមរឹតឥឡូវនេះយើងទៅកាន់ដើមតាយ៉ូវិធីនេះយើងកាត់ពីចំហៀងមួយចំហៀងនិងមួយទៀតនៅចំហៀងផ្ទុយយើងកាត់ជ្រៅដូចជាកំពុងជ្រេះក្បាលមែកយើងដកសម្បកនិងខាំបៀមចេញរហូតឃើញឈើខាងក្នុងបន្ទាប់មកយើងធ្វើដូចគ្នានេះផងដែរនៅចំហៀងផ្ទុយការកាត់ពីនេះធ្វើឲ្យស្ទឹងសាបៀលដែលបានបង្កើតត្រូវបានផ្អាប់ផ្នែកខ្លះបណ្ដាលឲ្យអរម៉ូនរុក្ខជាតិប្រមូលផ្ដុំគ្នានៅតំបន់កាត់ការប្រមូលផ្ដុំអរម៉ូននោះគឺជាការប៉ះទង្គិចដែលរុក្ខជាតិត្រូវការដើម្បីចាប់ផ្ដើមបង្កើតរស់ថ្មីឥឡូវនេះយើងនឹងត្រៀម Accordo Aerosaharaui ហើយនៅទីនេះសំខាន់ណាស់ត្រូវធ្វើតាមលំដាប់ឲ្យត្រឹមត្រូវមួយយើងត្រៀមកែវតូចយើងយកកែវតូចដែល5ម្ដងហើយកាត់បញ្ចេញបន្ទាត់បញ្ឈរចាប់ពីផ្នែកខាងលើរហូតដល់ពាក់កណ្ដាលកែវគឺជាការកាត់បណ្ដោយការធ្វើបែបនេះនឹងអនុញ្ញាតឲ្យយើងបើកកែវតិចតួចដើម្បីអាចសម្របទៅនឹងមែកពីដាក់កែវតូចលើមែកយើងបើកកែវតិចហើយដាក់វាជុំវិញមែកដោយឲ្យផ្នែកបើកស្ថិតនៅកន្លែងដែលមានការកាត់ពីនោះកែវតូចត្រូវតែគ្រប់ដណ្ដប់តំបន់របួសឲ្យពេញលេញ3ចុងកែវតូចឲ្យជាប់ពេលវាត្រូវបានដាក់ត្រឹមត្រូវហើយយើងចងវាជាមួយកសិនស្រោមឬខ្សែចង់វាត្រូវតែជាប់មាំមិនឲ្យរញ្ជួយទេ4បញ្ចូលច្របាច់ចូលក្នុងកែវឥឡូវនេះពេលកែវតូចបានចងជាប់រួចហើយយើងបញ្ចូលច្របាច់អាឡូឆេនិងដេចូលទៅខាងក្នុងយើងធ្វើបន្តិចម្ដងដោយច្របាច់បន្តិចដើម្បីឲ្យរបួសទាំងមូលត្រូវបានគ្រប់ដណ្ដប់ពេញលេញ5យើងធ្វើការបញ្ចូលទឹកតែមួយដងយើងបញ្ចូលទឹកបន្តិចប៉ុណ្ណោះហើយធ្វើតែមួយដងប៉ុណ្ណោះទឹកលើសនឹងហូរចេញតាមកាប់បញ្ឈរនៃកែវតូចយើងមិនត្រូវបញ្ចូលទឹកម្ដងទៀតទេអាឡូឆេនឹងរក្សាឲ្យមានសំណើមរយៈពេលសប្តាហ៍ជាប់គ្នាបន្ទាប់មកយើងគ្រប់អាគូដូចជាប្រពៃណីដោយប្រើក្រណាត់ឬប្រើផ្លាស្ទិកខ្មៅប្រសិនបើយើងចង់ឲ្យងាយស្រួលវានេះជួយការពារពីពន្លឺថ្ងៃផ្ទាល់និងរក្សាសំណើមនៅខាងក្នុងអ្វីមួយសំខាន់វិធីសាស្ត្រសាហារាវីជាទូទៅមិនត្រូវការបញ្ចូលទឹកបន្ថែមទេការបញ្ចូលទឹកតែមួយដងគ្រប់គ្រាន់ហើយប៉ុន្តែបើសិនជាយើងឃើញថាដីនៅក្នុងអាគូស្ងួតពេកយ៉ាងពិសេសយើងអាចបញ្ចូលទឹកបន្ថែមបន្តិចបានមុននឹងបន្តខ្ញុំចង់ប្រាប់អ្វីមួយគួរឲ្យចាប់អារម្មណ៍ជនសាហារាវីមិនត្រឹមតែប្រើវិធីនេះទេពួកគេក៏ជ្រើសរើសពេលវេលាដោយប្រុងប្រយ័ត្នផងដែរពួកគេធ្វើវានៅពេលព្រះច័ន្ទកំពុងរះតិចហេតុអ្វីព្រោះដោយបទពិសោធន៍ពួកគេដឹងថានៅពេលព្រះច័ន្ទកំពុងរះតិចសារធាតុចិញ្ចឹមនៅក្នុងដើមឈើនឹងចុះទៅកាន់ឫសហើយផ្នែកខាងលើនឹងសម្រាប់បន្ថែមវាមានន័យថាដើមកំណាត់នឹងមានសម្ពាធខាងក្នុងតិចបាត់បង់សារធាតុចិញ្ចឹមតិចតួចតាមរបួសហើយទទួលយកការបង្កើតឫសថ្មីបានល្អជាងមុននិយាយសង្ខេបគឺរុក្ខជាតិទទួលរងការរងគ្រោះតិចហើយឫសថ្មីក៏ចេញងាយស្រួលផងដែរ
សម្រាប់រដូវកាលក្នុងឆ្នាំពួកគេធ្វើវានៅដើមរដូវផ្ការីកឬចុងរដូវក្តៅពេលដែលរុក្ខជាតិនៅមានកម្លាំងក្នុងការបង្កើតឫសថ្មីប៉ុន្តែមិនស្ថិតនៅក្នុងស្ថានភាពតានតឹងដោយកម្ដៅឬស្ងួតខ្លាំងទេនៅរដូវផ្ការីកសារធាតុចិញ្ចឹមចាប់ផ្ដើមផ្លាស់ទីហើយរុក្ខជាតិក៏មានថាមពលសម្រាប់ស្ដារឡើងវិញផងដែរហើយនៅចុងរដូវក្តៅពេលដែលកម្ដៅបន្តិចបានធ្លាក់ចុះវាជាពេលល្អខ្ចោះសម្រាប់ឲ្យការធ្វើអាខូដូអាចអភិវឌ្ឍដោយគ្មានហានិភ័យច្រើនថាកាលីនិងស្ងួតល្អហើយឥឡូវនេះលទ្ធផលក៏មកដល់ហើយពេលយើងបើកអេខូដូអាកាសយើងនឹងឃើញវាស្ពណ៌ខ្លាំងនិងមានសុខភាពល្អព័ទ្ធជុំវិញតំបន់ដែលយើងបានកាត់នៅពេលនោះយើងគ្រាន់តែកាត់នៅខាងក្រោមហើយយើងក៏មានដើមឈើយងថ្មីមួយដែលមានលក្ខណៈដូចដើមមេឃតើពាក្យថាដូចគ្នាគឺមានន័យដូចម្តេចវាមានន័យថាដើមឈើថ្មីនេះនឹងផ្ដល់ផ្លែចំនួនដូចគ្នាគុណភាពដូចគ្នាហើយក្នុងពេលមិនយូរទេវានឹងអាចចាប់ផ្ដើមផ្ដល់ផ្លែបានវាជាចម្លងសពផ្នែកសែននៃដើមមេពិតនេះសំខាន់ណាស់ព្រោះពេលយើងព្យាយាមដាំផ្លែចេញពីគ្រាប់ភាគច្រើនយើងមិនដែលទទួលបានផ្លែប្រភេទដូចគ្នានោះទេគ្រាប់ពូជនិងលីហ្វែនទាំងអស់ហើយលទ្ធផលវាជាការលេងសំណាងវាអាចផ្ដល់ផ្លែច្រើនផ្លែតិចផ្លែមិនល្អឬសូម្បីតែអាចចំណាយពេលច្រើនឆ្នាំដើម្បីផ្ដល់ផលឬក៏មិនផ្ដល់ផលទាល់តែសោះនោះហើយជាមូលហេតុដែលវិធីសាស្ត្រនេះមានតម្លៃណាស់ព្រោះនៅពេលយើងចម្លងដើមមេយើងដឹងច្បាស់ថាយើងនឹងទទួលបានផ្លែអ្វីហើយយើងមិនបាត់បង់ការខិតខំប្រឹងប្រែងជាច្រើនឆ្នាំនោះទេវិធីសាស្ត្រសាហារ៉ាធានាដល់យើងថាដើមឈើថ្មីនឹងរឹងមាំដូចគ្នាផ្ដល់ផលដូចគ្នានិងមានលក្ខណៈដូចគ្នាទៅនឹងដើមឈើដើមដំបូន្មានចុងក្រោយមួយទៀតពេលអ្នកដកកូនដើមចេញហើយដាំត្រសក់ថ្មីរបស់អ្នកសូមព្យាយាមរក្សាឲ្យដីមានសំណើមបន្តិចបន្តួចក្នុងអំឡុងសប្តាហ៍ដំបូងមិនចាំបាច់ឲ្យទឹកច្រើនទេគ្រាន់តែរក្សាសំណើមបន្តិចបន្តួចប៉ុណ្ណោះដោយធ្វើបែបនេះអ្នកនឹងធានាថាឫសថ្មីនោះអាចសម្របខ្លួនបានល្អហើយរុក្ខជាតិរបស់អ្នកនឹងចាប់ផ្ដើមលូតលាស់យ៉ាងរឹងមាំចាប់ពីផ្នែកដំបូងមុននឹងចាប់ផ្ដើមខ្ញុំចង់បញ្ជាក់អ្វីមួយសំខាន់ណាស់បច្ចេកទេសនេះដែលយើងបានអនុវត្តគឺជាវិធីបន្តពូជដែលស្មើនឹងវិធីសាហារ៉ាវីដាំតាមសម័យបុរាណបំផុតតែយើងប្រើសម្ភារៈសម័យទំនើបដើម្បីឲ្យងាយស្រួលប្រើប្រាស់ឥឡូវនេះខ្ញុំសូមប្រាប់អ្នកដោយស្មោះត្រង់និងផ្អែកលើបទពិសោធន៍ផ្ទាល់របស់ខ្ញុំប្រសិនបើយើងមិនត្រឹមតែជ្រេះពីចំណុចទេតែធ្វើការដបសម្បកជុំវិញមួយជុំទាំងស្រុងវិធីនេះនឹងបង្កើនអត្រាជោគជ័យបានខ្ពស់ជាងមុនទៀតរឿងនេះត្រូវបានបញ្ជាក់រួចហើយវាធ្វើការល្អជាងនៅក្នុងករណីភាគច្រើនប៉ុន្តែព្រោះថ្ងៃនេះយើងកំពុងអនុវត្តវិធីសាហារ៉ាវីដូចដែលពួកគេធ្លាប់ធ្វើដូច្នេះយើងនឹងធ្វើត្រឹមតែជ្រេះជ្រៅពីចំណុចប៉ុន្មានមួយនៅមួយខាងនិងមួយទៀតនៅខាងមួយទៀតប៉ុណ្ណោះខ្ញុំចង់បញ្ជាក់រឿងនេះដើម្បីជៀសវាងការភ័ន្តច្រឡំបើអ្នកចូលចិត្តវីដេអូនេះសូមបញ្ចេញមិត្តដាក់ like ហើយចែករំលែកទៅឲ្យអ្នកណាម្នាក់ដែលស្រឡាញ់រុក្ខជាតិព្រោះវិធីនេះអាចជួយឲ្យនរណាក៏បានបន្តពូជនិងចម្លងដាំផ្លែឈើនៅផ្ទះបានហើយខ្ញុំសូមស្នើឲ្យអ្នកប្រាប់ខ្ញុំផងថាអ្នកនឹងសាកល្បងវិធីនេះលើដើមឈើមួយណាឬក៏អ្នកកំពុងមើលខ្ញុំពីប្រទេសណានៅលើពិភពលោកជួបគ្នាវិញនៅវីដេអូក្រោយ